អាចដំជាលិស័យចាត់ទុកទឹកភ្នែករបស់សម្ដេចតេជោគឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតលះបង់ភាពយុវវ័យក្រុមគ្រួសារដើម្បីប្រយុទ្ធបណ្ដេញគំនិតរបស់ប៉ុល ពត នៅក្នុងវេទិកាអន្តរជាតិនៅឥណ្ឌូនេស៊ីសម្ដេចតេជោហ៊ុនសែនបានសម្រក់ទឹកភ្នែកពេលនឹកដល់រឿងរ៉ាវដែលកើតឡើងពេលកម្ពុជាមានសង្គ្រាមរ៉ាំរ៉ៃកាប់សម្លាប់ខ្មែរគ្នាឯងហើយប្រទេសជាតិខ្លាចជាភ្នក់ភ្លើងនឹងការបែកបាក់ប្រពន្ធកូនចេញស្វែងរកសន្តិភាពជូនជាតិនិងនាំសន្តិភាពមកដល់ពេលបច្ចុប្បន្នជាមួយគ្នានេះឯងឯកឧត្តមជាលិស័យអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានចាត់ទុកទឹកភ្នែករបស់សម្ដេចតេជោគឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោកដែលបានលះបង់ភាពយុវវ័យក្រុមគ្រួសារប្រើជីវិតធ្វើជាដើមទុនដើម្បីប្រយុទ្ធបណ្ដេញនឹងគំនិតរបស់ប៉ុល ពត ឯកឧត្តមជាលិស័យបានបញ្ជាក់ថាជីវិតរបស់សម្ដេចតេជោគឺជាដើមទុនដ៏មានតម្លៃដែលលោកមិនខ្លាចមិនញញើតនឹងយកទៅភ្នាល់ម្ដងហើយម្ដងទៀតនៅលើសមរភូមិគ្រប់ទិសទីដើម្បីសន្តិភាពរបស់កម្ពុជាដែលនៅគ្រានោះគ្មានការអះអាងណាមួយចំពោះលទ្ធផលជោគជ័យក្រៅតែពីលើការគិតការវិភាគនិងវាតម្លៃយ៉ាងប៉ិនប្រសប់និងភាពក្លាហានមោះមុតរបស់សម្ដេចតេជោនៅលើទីលានសមរភូមិទន្ទឹមនឹងនេះឯកឧត្តមបានរំលឹកថាសម្ដេចតេជោបានឆ្លងកាត់សមរភូមិគ្រប់ទិសទីទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោលោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះលោកដើរឆ្លងគ្រោះច្រើនជាងយើងដើរឆ្លងលៀបអ្វីគ្រប់យ៉ាងលោកកំពុងពុះពៀសុខចិត្តលះបង់ទាំងជីវិតទាំងគ្រួសារទាំងប្រពន្ធកូនជាទីស្រឡាញ់គឺគោលដៅតែមួយគត់គឺសន្តិភាពសម្រាប់ប្រជាជាតិមួយនេះឯកឧត្តមបានថែមថាយើងទាំងអស់គ្នាពិតជាមើលឃើញយ៉ាងច្បាស់នៅគុណូបការៈសម្ដេចតេជោជាបិតាស្ថាបនិកសន្តិភាពបង្រួបបង្រួមផ្សះផ្សាជាតិតាមគោលនយោបាយឈ្នះឈ្នះនិងជាអគ្គមគ្គុទ្ទេសក៍នៃកំណើនសេដ្ឋកិច្ចកម្ពុជានិងផ្ដល់ជាជំហរគ្រឹះអភិវឌ្ឍសង្គមជាតិយ៉ាងរឹងមាំសម្រាប់យុវជនបន្តវេនជំនាន់ក្រោយនិងសូមគ្រប់ស្រឡាញ់ជឿជាក់គាំទ្រថែរក្សាការពារមរតកសន្តិភាពនិងការអភិវឌ្ឍរបស់សម្ដេចតេជោជានិរន្តរ៍